Anh ấy cứ chia nhà xa dân cho một cái không bo bị bọn phải pram giờ đó hôm nay tụi ai dân đang ngày rồi sáng mình buồn mình này để kịp thuật tay dân mình reading vocabulary hay là grammar hay là writingแต่hôm nay គ្រូដាក់បានតែ3ឯងសម្រាប់ writing គ្រូនឹងសរុបពួកវាទាំងអស់ដោយសារតែពួកហ្នឹងវាត្រូវការយើងចេះពាក្យចេះអីខ្លះតែត្រង់នេះគឺគ្រូនឹងប្រាប់ពីវិធីដែលទោះបីយើងអត់សូវចេះមែនតែវាមានវិធីសង្កេតថាយើងគួរធ្វើម៉េចហើយយើងត្រូវតែចេះពាក្យខ្លះដើម្បីត្រៀមខ្លួនក្នុងការប្រឡងពាក្យដែលគេយកមកប្រើភាគច្រើនគឺវាអត់សូវបាក់ហ្មងនេះដំបូងឡើយដែលយើងចូលមកអានេះអីមិនបាច់អានទេនេះនៅវែងឆ្ងាយចូលមកគឺយើងមកមើលក្នុងពាក្យក្នុងតារាងថាមានពាក្យអីខ្លះចង់ដឹងថាយើងចេះអត់មិនបាច់ចាំអានឮក៏បានដែរយើងគ្រាន់តែដឹងថារកមើលពាក្យក្នុងហ្នឹងហើយមួយទៀតអង់គ្លេសគ្រូប្រាប់តិចមិនថាត្រៀមប្រឡងឬក៏យើងធម្មតារៀនដើម្បីចេះហេពាក្យអង់គ្លេសភាគច្រើនបើសិនជាយកមកពាក្យទៅបកប្រែគឺវានឹងចេញអត្ថន័យគោលរបស់វាបកប្រែខ្មែរហើយយើងកុំយករបៀបហ្នឹងមកប្រើសោះយើងត្រូវរៀនគ្រឹះមូលដ្ឋានព្រោះឯពាក្យខ្លះពេលវានៅតែឯងនៅវាផ្សេងពេលវាមានមុខងារច្រើនពេលវានៅខ្លាយដូចយើងដឹងហើយថាវាមានផាសុទាំង8ពាក្យខ្លះវាខ្លាយជានាមជាកិរិយាជាគុណនាមដោយសារតែថែមចេះចោះអត្ថន័យវាគឺបដូរទៅតាមហ្នឹងហើយពេលខ្លះវាអត់មានថែមអីទេប៉ុន្តែវាមានអត្ថន័យច្រើនដូចជាពាក្យ get នេះពាក្យ get ហើយនិង made នេះពីហ្នឹងពាក្យ made គឺវាបានមកពីពាក្យ make គឺបង្កើតឬក៏ធ្វើពេលវានៅគូមួយពាក្យផ្សេងគឺវាចេញអត្ថន័យផ្សេងហើយវាជាក្រុមគូពាក្យដែលជនជាតិគេចូលចិត្តប្រើហើយ get អត្ថន័យរបស់វាបកប្រែមកគឺទទួលមែនអត់ប៉ុន្តែពេលយើងយកវាទៅបកប្រែពេលវានៅជាមួយពាក្យផ្សេងឬក៏នៅក្នុងប្រយោគពេលខ្លះនិយាយទៅវាអាស្រ័យទៅថាវានៅជាទូនទីពាក្យនឹងវាមិនឥឡូវបាច់យើងមកមើលក្នុងតារាងនោះមានពាក្យខ្លះវិញទី1គឺ parents គឺឪពុកម្ដាយទី2គឺ best ល្អបំផុតទី3គឺ eat បើសិនជាយើងធ្លាប់រៀន pronoun វាមាន2គោលឬក៏វាមានអត្ថន័យរៀងច្រើនអាស្រ័យទៅថាវាទៅនៅជាមួយពាក្យណាបន្ទាប់តែភាគច្រើនដែលយើងជួបគឺ each other ពាក្យ order នៅបន្ទាប់វាឬក៏វាស្មើនឹងអីដែលគេបបាយឬក៏គេសង្កត់ធ្ងន់ថានីមួយគេប្រាប់ពី each ដែរទី4គឺ traditional គឺប្រពៃណីជាគុណនាម couples គឺគូស្នេហ៍ឬក៏គូស្វាមីភរិយា happy in បើសិនជាបកប្រែតែឯងគឺក្នុងតែមានពាក្យមួយដែលវាប្រើមួយគ្នាគឺវាស្មើនឹងចុះសម្រងតែពីរហ្នឹងបើសិនជាបបាយគ្នាអត្ថន័យអត់ស៊ីគ្នាសោះ in ក្នុងមួយទៀតគឺ common នេះឃើញទៅនេះ common គឺវាថាពាក្យ common មានន័យថាដូចទូទៅធម្មតាអញ្ចឹងសាមញ្ញអីចឹងតែពេលវានៅមួយគ្នាវាបែរទៅជាមានន័យថាចុះសម្រងគ្នាទៅវិញគេបកប្រែមកគឺសាមញ្ញទូទៅធម្មតាតែមើលអង់គ្លេសគឺវាអញ្ចឹងបើសិនយើងរៀនតែពាក្យអត់ខាតទេហើយអានេះយើងដឹងហើយថាវាជាទម្រង់ទី2របស់ make បកប្រែមកគឺបានបង្កើតហើយអានេះទី8 meet មានន័យថាជួបជាទម្រង់ទី1ហើយទី8គឺ neighbor គឺអ្នកជិតខាងនៅមួយជិតលបងផ្ទះយើងហ្នឹងហើយនឹងពី get ពេលខ្លះវាស្មើនឹងទទួលពេលវាទៅរួមពាក្យផ្សេងវាអាចស្មើនឹងទីតាំងជាពិសេសគឺ get there គឺការទៅដល់ទីណាមួយទីម៉ានចេះមិញទី10ឥឡូវទី11គឺ become គឺខ្លាយជាទម្រង់ទី1របស់កិរិយាប៉ុន្តែយើងត្រូវមើលសិនថាអ្វីដែលគេនិយាយនេះភាគច្រើនគឺវាស្ថិតនៅកាលណាតែដែលគ្រូឃើញគឺវានៅអតីតកាលភាគច្រើនវាជួបពាក្យដែលជាទម្រង់ទី2ទៅដល់អតីតកាល
Chẳng này new friends dương mà ăn mà đâu mà bị dột chụp bà sân dương ở đăng tha ôi vì cha nó đăng tha bị nát nè kêu nâng prapi là bị bà bị dột ông lại cứ cây min dương ăn chỉ bị dột hay nó không bị dột nó bị dương cắt hái dương ta mơ tha vì mình bị nào sầm khăn bị cha ai đây sầm khăn chính cái cứ nếm hay nâng cái già cái chọn đăng tha nếm nó mình cài về ca được con mình tung vơ vậy nó không nâng mình hạt ca được con thằng bị bạn nào nó không nâng bị cha ông lấy chám á hay cái nóประทาcái cạn mày nhưng Romer pronoun ភាគច្រើនអង់គ្លេសផ្ដើមប្រយោគដោយបើសិនជាកម្រិតធម្មតាគឺប្រធានជានាមហើយនាមពេលខ្លះវាមិនមែនមានតែឯងទេវាអាចមានឬក៏ the ឬក៏អីមកជាមួយអញ្ចឹងណាយើងត្រូវដឹងវាមានជាកំសោមនាមអីយីទៅវាល្អបំផុតគឺយើងរៀនគ្រឹះមូលដ្ឋានពួកវាមុនដឹងថាភាសាស្វីសទាំង8មានអីខ្លះមុខងារទូនទីពួកវាមានអីខ្លះអីដែលនៅមួយវាអីមិនឥឡូវយើងមកបាយប្រយោគភាគច្រើនបបាយត្រឹមពាក្យគេហៅពាក្យភ្ជាប់ប្រយោគឈ្នាប់អង់គ្លេសគេអានថា conjunction ពួកក្រុមវាមួយចំណោមភាសាស្វីសទាំង3វាមានវាមួយពួកឈ្នាប់ឥឡូវយើងមើលនេះភាគច្រើនគឺគេផ្ដើមប្រយោគដោយនាមឬក៏សព្វនាមអញ្ចឹងអានេះសព្វនាម my យើងដឹងហើយថានេះគឺគេផ្ដើមហើយចាប់ប្រយោគវាចាប់ត្រឹមណានេះត្រឹម and ភាគច្រើនពាក្យបើយើងស្គាល់ថា conjunction ពួកក្រុមវាមានអីខ្លះពេលដែលផ្ដើមវាថាចប់ប្រយោគមួយផ្ដើមប្រយោគមួយបើភ្ជាប់ប្រយោគគ្នាគេប្រើអីរួចហើយឃើញនេះ it ក៏ជា pronoun ឥឡូវហើយមួយទៀតគឺយើងត្រូវមើលកន្លែងនេះចុចនេះចុចនេះបើខ្មែរយើងគឺអានឹងអង់គ្លេសវាគេហៅអីគេរូបផ្លេចតែឲ្យតែឃើញចុចមួយចេះចប់ក្នុងប្រយោគយើងត្រូវមើលប្រយោគបន្តវាជាអីបើសិនជានាមឬក៏ pronoun នេះចឹងមានន័យថាប្រយោគនេះចប់ហើយអានេះវាស្មើសញ្ញាខណ្ឌកន្លែងចុចហ្នឹងឥឡូវយើងឃើញឲ្យមានប្រយោគ3ណាហើយយើងរកមើលទៀតឃើញទេនេះពី and ទៀតនេះអញ្ចឹងចប់ប្រយោគមួយយើងចូលមើលឃើញ I នៅជាប់នឹងអត់ចឹងអានេះ and អូយសេបាចឹងអានេះឃើញទេសេចូលគ្នាហ្មងឃើញ and និង I ជាប់គ្នាគឺ and ដាច់ប្រយោគមួយព្រោះមិនមែនគ្រប់ប្រយោគគេត្រូវតែដាក់សញ្ញាខណ្ឌរហូតទេគេមានការភ្ជាប់ព្រោះហើយមើលបន្តវាឃើញ I អត់ជំនាញថាវាចូលប្រយោគថ្មីហើយយើងដើររកមើលទៀតប្រយោគអង់គ្លេសខ្លះមិនបាច់ចាំវែងទេពេលខ្លះវាមានតែ2ពាក្យក៏អាចជាប្រយោគដែរបានដែលវាមានត្រឹមតែនាមសព្វនាមឬក៏កិរិយាតែប៉ុណ្្នឹងមកគឺចប់វាថាឲ្យតែប្រយោគហ្នឹងចប់ស្ដាប់ទៅគឺវាពេញន័យដូចជាគេនិយាយថា birds fly flies មានន័យថាវាជាទម្រង់ភាសា simple ដែលជាការបច្ចុប្បន្នធម្មតាយើងដឹងថាគេនិយាយគេអ្វីដែលជាការពិតទូទៅឬក៏ជាទម្លាប់ឬអីហើយ birds fly ត្រង់នេះមានន័យថាសត្វស្លាប់គឺហោះហើរយើងដឹងថាសត្វស្លាប់ហោះហើរជាតែប៉ុណ្្នឹងមកចប់តែវាមានតែ2ពាក្យតែគេអង់គ្លេសក៏គេហៅថាជាប្រយោគមួយដែរអានេះគឺនិយាយពីប្រយោគឥឡូវយើងមើលនេះយើងឃើញកន្លែងចុចនេះហើយឃើញទេឥឡូវយើងមកមើលនេះរួចហើយគេមាននេះយើងត្រូវដឹងថាអានេះគឺជា conjunction ពាក្យខ្លះគឺវាអាចផ្ដើមប្រយោគបានព្រោះវាអាចនៅក្នុងកណ្ដាលឬក៏ខាងចុងឬក៏ដើមប្រយោគបាននៅពេលដែលយើងផ្ដើមប្រយោគគឺវាមានវិធីមើលច្រើនណាជាពិសេសបើសិនជាគេមានប្រយោគច្រើនទេយើងមើលកន្លែងនេះអាចុចហ្នឹងបើមានគឺមានកាត់ប្រយោគមួយហើយចាំគ្រូបកប្រែឲ្យតាមក្រៅតែគ្រូបរៀនរបៀបកាត់ប្រយោគឲ្យស្រួលអានសិនរួចហើយនេះឃើញទេas នេះវាបកប្រែមកគឺវាស្តៀង because ពីព្រោះចឹងឃើញជាប់វាមាន I គឺ pronoun ដែលគ្រូប្រាប់ថាឲ្យរៀន pronoun ចេះហ៎ព្រោះសំខាន់ណាស់ជួបច្រើនខ្លាំងជាងគេហ្មងព្រោះ
ធម្មតាពេលដែលយើងនិយាយអីគឺវាមានអីច្រើនដែលគេហៅថាចំណុចសំខាន់មានពួកនាមហើយនិងកិរិយានាមគេមិនមែនវាថាយើងចង់និយាយពីនរណាម្នាក់យើងយកឈ្មោះគាត់មកនិយាយរហូតណាគឺតើតាជំនួសឲ្យសព្វនាមអញ្ចឹងអង់គ្លេសក៏ដូចគ្នាគឺគេយក pronoun មកជំនួសឲ្យ noun ឥឡូវយើងមកមើលវាមើលទៅវាអត់មានconjunction ពួកឆ្នប់ទេយើងមកមើលនេះឃើញទេអានេះ conjunction ទៀតតទៀតរហូតដល់គេ when I got there អានេះយើងអាចកាត់ប្រយោគក៏បានមិនបែកក៏បានដែរឲ្យយើងមានយើងរកឃើញ pronoun យើងអាចអានចូលទាំងអស់បណ្ដោយ but when I got there I nearly went home again as there seemed to be lots of merit ក៏ប៉ុន្តែ but when I got there I nearly went home again ត្រង់នេះគឺចប់ប្រយោគមួយគឺគេតឃើញពី as អត់គេផ្ដើមប្រយោគថ្មីក៏ប៉ុន្តែត្រង់នេះគឺគេមានសញ្ញាខណ្ឌតែដោយសារតែចុចវារួមគ្នាឥឡូវយើងចូលប្រយោគថ្មីនេះពាក្យ dance នេះគឺជា conjunction ពួកឆ្នប់អង់គ្លេសសម្បូរបើសិនជាមានអត្ថបទអញ្ចឹងហើយគឺសម្បូរខ្លាំងហ្មងព្រោះអីពួកវាចូលមកដើម្បីភ្ជាប់ប្រយោគភ្ជាប់ពាក្យហើយឃើញចប់វាគេគឺ I ដែលគ្រូប្រាប់ថាវាភាគច្រើនប្រយោគទូទៅគឺគេផ្ដើមដោយពួក pronoun ហ្នឹងឯងវាមានប្រធាន pronoun ណាចឹងតមកគឺ then I realized that was the class forគេអានេះ dance ភាគច្រើនបើសិនជាសម្រាប់អីមួយយើងចង់បញ្ជាក់ថានាមនឹងសម្រាប់អ្វីយើងត្រូវមើលឲ្យដាច់ថាពាក្យនេះយើងត្រូវចេះពាក្យឲ្យបានច្រើន dance ត្រង់នេះយើងអាចគិតថាវាជាកិរិយា dance រាំប៉ុន្តែត្រង់នេះគឺគេបកប្រែថាការរាំព្រោះអីកិរិយាក៏វាអាចក្លាយជានាមឬក៏ជាកិរិយាតាមបរិបទដែលវាឲ្យអត្ថន័យត្រង់នេះយើងគួរដឹងហើយថាដាក់អីគឺនេះ traditional ព្រោះគេបញ្ជាក់បើសិនយើងអានប្រយោគយល់តែអានេះអត់តនេះគ្រូប្រាប់វារបៀបប្របែកសិនដើម្បីស្រួលបកប្រែឃើញទេឃើញពាក្យនេះ and ចប់ I ទៀតហើយគឺវាភ្ជាប់ហើយវាបង្កើតប្រយោគថ្មីដូចគ្រូប្រាប់ចឹងគឺប្រយោគថ្មីភាគច្រើនគឺរក pronoun ដែលឃើញគេផ្ដើមដោយវាហ្នឹងឯងឬក៏នាមអញ្ចឹងចប់ទៀតគឺនេះឃើញទេចូលថ្មីនេះ when I conjunction ភ្ជាប់ជាមួយនឹង pronoun ទៀតអានេះគេក្បៀនេះក៏គេកាត់ប្រយោគដែររហ័យឃើញទេ and ជាមួយ I ទៀតយើងរកមើលទៀត and soon friends ឃើញទេនេះគេកាត់អានេះក៏ after ក៏ conjunction ដែរចឹងរកនាមរក pronoun នេះវារួមគ្នា a few day យើងដឹងហើយថាភាគច្រើនគឺវានៅគេវាសម្គាល់ឲ្យនាម day នេះគឺនាម few នេះគឺកំណត់ថ្ងៃវាថាលំដាប់អញ្ចឹង after a few day ឃើញគេផ្ដើមប្រយោគមួយទៀតមិនមែនទេអានេះគឺ a few day I realized that I wasn't very good at dancing គឺក៏ប៉ិតចុះ sorry គេកាត់ត្រឹមនេះ that ពេលខ្លះយើងមិនមែនយើងឲ្យតែឃើញ I គឺថាវាផ្ដើមប្រយោគអត់ទេយើងត្រូវមើលទាំងប្រយោគហ្នឹងភាគច្រើនគឺវាអាស្រ័យថាក្នុងនឹងមានអីខ្លះសម្រាប់អង់គ្លេស
ព្រោះI គឺវាជាយើងដឹងថាI វាជាប្រធាន pronoun បើ me វាជា object pronoun ដូចជាកម្ម pronoun អញ្ចឹងណា I គឺ direct នៅពេលដែលយើងជំនួសឲ្យខ្លួនឯងមិនមែនជាអ្នកទទួលរងផលអីណាយើងចង់និយាយពីយើងគឺគេប្រើ I ប្រចាំហ្មងបើថាវាជា object ដែលយើងទទួលកម្មអីគឺទទួលរងសកម្មភាពពីនរណាម្នាក់អង់គ្លេសគឺគេបែងចែកច្បាស់លាស់គឺយើងប្រើពាក្យ me ដែលគ្រូប្រាប់ថាឲ្យតែឃើញពួកក្រុម pronoun ដែលជាប្រធានយើងគិតថាវាជាដើមប្រយោគរហូតអត់ទេសម្រាប់ I មួយគឺអត់ទេពាក្យអីផ្សេងក៏ដោយក៏ដូចគ្នាយើងត្រូវមើលថាភាគច្រើនដែលគេភ្ជាប់ប្រយោគគ្នាវាមានពួក conjunction នៅក្នុងហ្នឹងអត់យើងត្រូវស្គាល់ពួកក្រុមពាក្យអស់ហ្នឹងទៀតអញ្ចឹងត្រង់ណាមិញចឹងនេះ that I ដែលគេប្រាប់មិញហើយបញ្ចប់ប្រយោគគឺកន្លែងចុចនេះដែរឥឡូវចូលថ្មី but then ឃើញទេពាក្យ but ហើយនឹង then គឺជា conjunction ដូចគ្នាតែវាប្រើរួមគ្នាឃើញគេផ្ដើមដោយនេះ I ឬហើយគេបញ្ចប់ត្រង់នេះទៀតឥឡូវចូលនេះផ្ដើមមួយទៀតគឺ all I wanted was to អី cross the gate មើលពាក្យ to គឺ past ទាំងបែបដែលគេចង់ឲ្យយើងចេះគឺយើងត្រូវមើលឲ្យដឹងថាក្រុមពាក្យទាំងអស់នេះនៅក្នុងនេះអីអត្ថន័យវាមិនក្នុងពួកតារាងអីអស់ហ្នឹងអត្ថន័យវាមិនពេលច្រើនបើយើងបែងចែកដឹងថាមួយណាជានាមគុណនាមអីគឺស្រួលតែសំខាន់គឺបើសិនជាយើងដឹងអត្ថន័យពាក្យទាំងអស់នៅក្នុងហ្នឹងគឺល្អជាងធម្មតាបើសិនជាយើងមុននឹងយើងចេះបកប្រែអីយើងត្រូវគួរដឹងដែរថាពាក្យណាវាក្នុងក្រុមណាអីក្រុមណាព្រោះវាសំខាន់ណាដោយសារតែចាពាក្យ to យើងឃើញទេវានឹងពិសេសជាងគេបន្តិចឃើញទេពាក្យច្រើនពួកអានៅបើជាកិរិយានៅជាមួយពួកវាគឺនៅក្រោយបន្ទាប់ពីវាអង់គ្លេសគឺគេរាប់ចែកអីដែលនៅស្ដាំគឺមុនព្រោះអីពេលដែលយើងសរសេរសភៅគឺវាយើងសរសេរពួកវាមុនអញ្ចឹងគេរាប់បើយើងរៀនអង់គ្លេសគឺជួបញឹកខ្លាំងគឺគេរាប់ឡើងថាវាជាពាក្យមុនអីដែលមកបន្ទាប់វាគឺគេហៅថាពួកក្រោយបើចង់ដឹងថាមុនក្រោយគេរាប់មិនពេលយើងសរសេរសភៅយើងសរសេរពីណាទៅណាពីស្ដាំទៅឆ្វេងមែនទេពីឆ្វេងទៅស្ដាំមែនអត់អញ្ចឹងអីនៅឆ្វេងគឺជាមុនគេហៅថាពីមុខឬក៏មុនបើពាក្យនៅខាងក្រោយវាគឺនៅខាងក្រោយហ្នឹងឯងតាមក្រោយអីចឹងអញ្ចឹងពាក្យ to ភាគច្រើនបើសិនជាខាងតពីវាជាកិរិយាគឺតើជាទម្រង់ទី1ដែលគ្រូប្រាប់ថាឲ្យរៀនស្គាល់ថាអ្វីជាទម្រង់ទី1ទី2ទី3ទី4ទី5របស់កិរិយាបើអត់ដឹងពួកវាទេពេលគេបញ្យល់អីគឺអត់សូវយល់ទេទី1គេគឺពួកវាអត់ថែមទេទាំងអស់មិនថា es s ing ed គឺអត់គឺដាក់ទម្រង់ដើមអញ្ចឹងពាក្យនេះ to ព្រោះឲ្យ to ទៀតអាក្រោយនេះអត់សំខាន់អាមុខនេះឥឡូវយើងមកឃើញអានេះសញ្ញាខណ្ឌគឺផ្ដើមឡើយ I យើងរកឲ្យឃើញកន្លែងប្រយោគដើម្បីស្រួលបកប្រែនេះឃើញពាក្យចូលនេះគឺអានមួយទៀតហើយនឹងនេះកន្លែងនេះផ្ដើមដោយ she ឃើញ pronoun ទៀតរួចហើយឃើញទេផ្ដាច់អានេះស្រួលទេមានកន្លែងគួរឲ្យមើលបើសិនជាអត់មានទេយើងមើលអានេះឃើញទេរួចហើយនេះភាគច្រើនថាលើពាក្យបើយើងចេះពាក្យគឺស្រួលនិយាយដល់ចេះពាក្យគឺស្រួលហ្នឹងឯងឥឡូវគឺបបាយឲ្យមើលទៅវីដេអូមែនទេតែយើងធ្វើខ្លួនឯងអានេះដោយសារតែគ្រូបញ្យល់ផងអីផងបើយើងធ្វើខ្លួនឯងយើងរកមើលពួកក្រុមពាក្យអស់ហ្នឹងសិនត្រូវរៀនពួកវាឥឡូវយើងបានហើយណាយើងមកអានហើយនឹងបកប្រែម្ដងថាពាក្យហ្នឹងវាមិនអីខ្លះអញ្ចឹងប្រយោគដំបូងពេលដែលគ្រូប្រាប់ពីរបៀបនេះហើយដោយសារតែវាពិបាកក្នុងការអានគ្រូសុំលុបឯណាបើ screenshot ទុកសិនណាគ្រូសុំលុបហើយគ្រូនឹងអានសារថ្មី
អញ្ចឹងយើងមកអាននេះមក new friends គេចង់និយាយអំពីមិត្តភក្តិថ្មីយើងត្រូវដឹងថាអីដែលគេសរសេរមកហ្នឹងគឺនិយាយពីអីអានេះ my family recently moved to a new town បញ្ចប់មួយ and it was the beginning of the summer holidays មានន័យថាប្រសាទរបស់ខ្ញុំទៅតែផ្លាស់ប្ដូរទៅទីក្រុងមួយហើយពេលនោះដែរគឺវាជាការចាប់ផ្ដើមនៃវិស្មការនៃរដូវក្តៅចប់មួយអញ្ចឹងនេះគេឧទាហរណ៍ឲ្យហើយគឺ my parents were both busy at work and I didn't know anyone មានន័យថាពុកម្ដាយរបស់ខ្ញុំទាំងពីរគឺក៏រវល់ការងារគឺហើយខ្ញុំក៏អត់មានស្គាល់ណាគេម្នាក់ឡើយដោយសារតែគាត់ទៅនៅទីក្រុងថ្មីមែនអត់អញ្ចឹង so I decided to join some dancing classes មានន័យថាគាត់ក៏សម្រេចចិត្តចូលរៀនហ្នឹងហើយរៀនការរាំពាក្យសមត្រង់នេះ some dancing មានន័យថាចូលរួមដើម្បីរៀនការរាំខ្លះយើងស្ដាប់ទៅវាដូចអត់តំណងពាក្យសមត្រង់នេះយើងមិនបាច់ចាំបកប្រែវាក៏បានដែរយើងគាត់ថានិយាយថាដូច្នេះខ្ញុំបានសម្រេចចិត្តចូលរៀនថ្នាក់រាំក្នុងបាននេះពី us វាអត្ថន័យដូច because ពីព្រោះ us I thought it might be a way to អីគេពាក្យនេះបើសិនតែយើងធ្លាប់រៀនណាជាក្រុមពាក្យ to តាមវាគឺត្រូវតែជាទម្រង់កិរិយាទី1 people ធម្មតាយើងចង់បានមិត្តភក្តិថ្មីមែនអត់យើងស្គាល់ណាគេយើងក៏សម្រេចចិត្តទៅរៀនរាំគឺតែមានមនុស្សនៅនឹងខ្លះមែនអត់អញ្ចឹង meet people ពាក្យដែលគឺ meet people ដើម្បីជួបមនុស្សនេះអញ្ចឹងអាទី2យើងប្រើពាក្យ meet ចាប់មួយសម្រាប់ការសរសេរដែលគ្រូឃើញលោកគ្រូដែលគាត់កែវិញ្ញាសាអង់គ្លេសម្នាក់ក៏ប្រាប់ថាដើម្បីឲ្យងាយស្រួលយើងសរសេរលេខរៀងមកថាពាក្យទី1ទី2ទី3ទី4ទី5តាមលេខរៀងមកយើងដាក់មួយណាកុំយកក្បួនតាមអីដែលគេកែនៅក្នុងវិញ្ញាសាវាមើលទៅវាលេខញ៉ៃយើងដាក់តាមលេខរៀងមកស្រួលគាត់មើលពេលខ្លះក៏អាច plot ដាក់បន្ទូយើងខអីចឹងព្រោះអីវិញ្ញាសាច្រើនមែនអត់អីក្មេងៗប្រឡងច្រើនមែនទេអញ្ចឹងយើងដាក់មកលេខរៀងយើងសរសេរមកគ្រូដឹងថាក្នុងប្រឡងមានសរសេរមិនអីទេអញ្ចឹងយើងសរសេរតាមលេខរៀងមើលតាមគាត់ប្រាប់មកអញ្ចឹងត្រង់នេះគឺ meet អូខេតែហើយយើងផ្ដើមប្រយោគថ្មី but when I got there I nearly went home again as there seemed to be lots of merit គ្រូភ្លេចប្រាប់ថាបកប្រែមិនភាគច្រើនគឺបើថាគេទៅសេមកអញ្ចេះហើយវាកាត់ប្រយោគហើយយើងមិនបាច់ចាំទៅបកប្រែពួកអស់ហ្នឹងបើមិនយើងអត់ចេះយើងចូលអាកន្លែងនេះហ្មងយើងត្រូវរកនាមរកកិរិយាឲ្យឃើញតែភាគច្រើនគ្រូក៏ថាវិធីនេះក៏វាពិបាកដែរសំខាន់គឺយើងត្រូវតែចេះពាក្យពួកហ្នឹងបណ្ដោយបើចង់តែងបកប្រែវិញស្រាប់តែចេះខ្លះគឺនេះ so I decide to join គឺសម្រាប់ចិត្តយើងត្រូវរកមើលថាវាអីគេ decide គឺមានអារម្មណ៍ថាគ្មានវិធីណាដែលល្អព្រោះអូនិយាយចុះ sorry អត់វាថាតើយើងរៀនឲ្យចេះពាក្យអស់ហ្នឹងបណ្ដោយពាក្យខ្លះនៅអង់គ្លេសយើងមិនបាច់ចាំចេះទាំងអស់ក៏បានឲ្យតែយើងអាចបកប្រែបានខ្លះឬក៏ធ្លាប់ឃើញប្រយោគបែបហ្នឹងណា so I decide to join some dancing class decide គឺសម្រាប់ចិត្តមែនអត់ចូលរៀននៅកន្លែងរបាំឬក៏ក្បាច់រាំ dance គឺបកប្រែខ្មែរយើងមកពេលខ្លះគឺរាំពេលខ្លះគឺរបាំអាចបានទាំងពីរហ្នឹងអញ្ចឹងយើងត្រូវមើលនេះ merit គឺរៀបការអញ្ចឹងយើងត្រូវដាក់អីគេ
couple នេះ be a lot ឃើញ be a lot មានន័យថាមានតម្រងនេះគឺជាតម្រងភូវចននាមអញ្ចឹង a lot វាច្រើន a lot បើយើងដឹងថាបកប្រែមិនគឺវាច្រើនអញ្ចឹងយើងដាក់ couple មកបើយើងដឹងពាក្យក្នុងប្រអប់នឹងថាគេបកប្រែអីខ្លះហើយហ្នឹង married couple វាប្រើគូនេះគឺគូស្នេហ៍ភរិយាស្វាមីដែលបានរៀបការហើយអញ្ចឹង then I realized that was the class for Foiky dance បញ្ចប់ប្រយោគពីចឹង dance ត្រង់នេះគឺមានន័យថានាមអញ្ចឹងនេះ traditional ត្រង់នេះគេបកប្រែថាតមកខ្ញុំក៏បានដឹងថាវាគឺជាបន្ទប់រៀនសម្រាប់របាំប្រពៃណីហើយខ្ញុំបានចង់រៀនពួកអាគឺចង់និយាយថាខណៈដែលខ្ញុំកំពុងតែចង់រៀនពួកអារបាំសម័យទំនើបយើងចង់រៀនសម័យទំនើបតែយើងទៅចូលពួកអាថ្នាក់រៀនតាក់ទងនឹងបុរាណវិញឥឡូវចូលប្រយោគថ្មីគឺ when I found the correct room some people came to talk to me and I soon យើងដឹងហើយថាពាក្យនេះពេលច្រើនវាប្រើមួយគូវានៅជាមួយពាក្យណាមានថាម៉េចគឺ made friend បង្កើតមិត្តភាពឬក៏បង្កើតមិត្តភ័ក្តិអញ្ចឹង after a few days I realized that I wasn't very good at dancing but then I never expected to again ពេលច្រើនពាក្យធូបើសិនជាតាមដល់កិរិយាបើយើងដឹងថាអត្ថន័យក្នុងកន្លងនឹងវាមិនយើងនឹងឃើញពាក្យថានេះ become expect to become a brilliant dancer មានន័យថាខ្ញុំដឹងថាខ្ញុំរកអក្សរបានល្អទេហើយក៏មិនដែលរំពឹងថាវាថាមួយថ្ងៃក្រោយមកគឺគាត់ដឹងថាគាត់រកបានល្អហើយគាត់ក៏មិនបានរំពឹងថាគាត់នឹងខ្លាចទៅជាអ្នករៀនដ៏ឆ្នើមទេ brilliant នេះគឺមានន័យថាដូចថាជំនាញឬក៏ឆ្នើមលើអ្វីមួយអញ្ចឹងណាហើយចូលប្រយោគថ្មី all I wanted was to again ពាក្យភាសាវាប្រើជាក្រមគឺពាក្យនេះ get to know ទាំងត្រង់នេះគឺយើងត្រូវដាក់ពាក្យ get to know someone some people គ្រូនិយាយតាមត្រង់ទោះបីប្រយោគយ៉ាងណាក៏ដោយបើសិនជាយើងអត់ចេះពាក្យទេគឺវាពិបាកតិចហើយចេះពាក្យហើយទៅចេះថ្នាក់ពាក្យហើយនឹងទៅដឹងថាក្រុមពាក្យពួកវាភាគច្រើនគឺគេប្រើមិនរួចហើយផ្ដើមនៃប្រយោគ I found out one girl wasយើងមើលនេះ who lived in the next flat 2 hours and we had lots of things ពាក្យនេះត្រូវប្រើជាគូប្រាប់ហើយមុនហ្នឹង common គឺវាត្រូវប្រើជាមួយ in common មានន័យថាអ្វីដែលចុះសម្រងឬក៏ដូចគ្នាចាទី8នេះ who live បើសិនយើងចេះពាក្យខ្លះៗក្នុងហ្នឹង live in the next flat បើចេះពាក្យនេះក៏បានដែរ flat ហ្នឹងមានន័យថាទៅល្វីឬក៏អីមួយចឹង who live ហើយយើងដឹងថាពាក្យក្នុងនេះវាមានពាក្យនៅជិតខាងអញ្ចឹងយើងទៅនៅក្នុងទីក្រុងថ្មីមែនទេអញ្ចឹង neighbor គឺអ្នកជិតខាងអញ្ចឹងត្រង់នេះយើងត្រូវដែរគេអ្នកជិតខាងទី8អូខេរួចហើយនេះ 2 hour រួចហើយបើក៏ដឹងថាand we had lots of things
in command ចឹងត្រង់នេះគឺពាក្យដាក់ in មែនទេเราចប់ប្រយោគណាវាចូល she is now my គេ friend ភាគច្រើនវាគូជាមួយអីគឺ best បើយើងឃើញពាក្យហ្នឹងយើងមើលមក best friend ណាមួយយើងសរតែប៉ុន្មានហ្នឹង she's now my best friend ចឹងទី10វាដាក់ friend ចឹងនេះ we see ភាគច្រើនពី eat គឺវាគូជាមួយគេនេះពី order see each other every day we get on well together and we never fall out and one of my friends is now married to someone she met at that class មានន័យថាតបមកនាងជាមិត្តភក្តិជិតស្និទ្ធរបស់យើង sorry ហ្នឹងហើយគាត់ម្នាក់ហ្នឹងខ្លះជាមិត្តភក្តិល្អបំផុតរបស់គាត់តបមកគឺយើងបានជួបគ្នារៀងរាល់ថ្ងៃហើយយើងបានចុះសម្រងគ្នារបៀបថាអត់ដែលមានបញ្ហាមួយគ្នាមិនដែលឆ្លោះគ្នាអីចឹងណាពាក្យនេះគឺជាដូចជា phrasal verb ពាក្យ fade out នេះតបមកមួយក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំឥឡូវនេះគឺគេបានរៀបការជាមួយមនុស្សដែលគេបានជួបនៅក្នុងថ្នាក់រៀនរំហ្នឹងបើគ្រូឲ្យមានអារម្មណ៍ថាយល់ទេទោះបីជាគ្រូប្រាប់ពីរបៀបកាត់ប្រយោគក៏ដោយបើសិនជាយើងអត់តន់រោថាមកប្រយោគហ្នឹងមាននាមឬក៏កិរិយាត្រង់ណាទេគឺយើងពិបាកបកប្រែតិចវិធីល្អបំផុតគឺរៀនពាក្យរៀនឲ្យយល់រៀនឲ្យចាំរៀនពាក្យហើយយើងត្រូវរៀនថាពួកក្រុមពាក្យហ្នឹងវាមិនចូល grammar ម្ដងអានេះក៏យើងមិនបាច់អានទេយើងដឹងហើយថាចូលមកគឺគេឲ្យយើងធ្វើអីគឺជ្រើសរើសពាក្យឲ្យបានត្រឹមត្រូវមែនអត់អញ្ចឹងត្រង់នេះគេអានថា I can't go out អូខេ I'm making dinner អញ្ចឹងយើងដឹងហើយថាត្រង់ហ្នឹងគឺគេប្រើពាក្យអីឥឡូវចូលអាសំណួរទី1អ៊ីលំហាត់ទី1ត្រង់នេះដឹងថាគេមើលត្រង់ណាហ៎ Visa សាយគេ children នេះពាក្យបន្ទាប់អញ្ចឹងក្នុងនេះមានអីគេតើតើនឹងការចេះពាក្យទៀត any much និង some តើតើនឹងនាមវាជាពួកក្រុមនាមរាប់បានរាប់មិនបានហើយនឹងឯកវចនៈពហុវចនៈ children មានន័យថាវាចេញពីពាក្យ child គឺជាទម្រង់ពហុវចនៈរបស់ពាក្យ child អញ្ចឹងហើយវាជាក្រុមពួករាប់បាន any គឺសម្រាប់បើទី1យើងចង់ដាក់វាអត់កើតទេវាជាពាក្យដែលភាសាប្រើក្នុងបដិសេធឬក៏សំណួរវាស្តៀងពាក្យសំតែសំគឺប្រើនៅពេលប្រយោគស្របអត្ថន័យការបកប្រែវាដូចគ្នាគឺខ្លះមួយចំនួនអញ្ចឹងមួយតែអា children នេះមិនមែនទេគឺគេប្រើសំដៅលើគ្មានដែលលើសពីមួយក៏មិនមែនដែរ much គឺប្រើសម្រាប់អីដែលរកមិនបានអញ្ចឹងមានតែពាក្យអីពាក្យសំខ្លះអញ្ចឹងត្រង់នេះគឺគេដាក់ពាក្យសំ We saw some children in the park មានថាយើងបានឃើញក្មេងមួយចំនួនគាត់នៅសួនច្បារសួនអីចឹងឥឡូវចូលទី2 I was going to the washing but the machine it get down ត្រង់នេះអីដែលមើលក៏មើល going to កុំឃើញត្រង់នេះគាត់ថាវាជាអ្វីដែលកំពុងតែកើតឡើងគឺវាជាទម្រង់ព្យាករណ៍អនាគតគេហៅថាបំរុងធ្វើអ្វីមួយមិនមែនកំពុងតែទៅទេគឺមានន័យថាបំរុងធ្វើអ្វីមួយពាក្យ going to គឺគេប្រើគោលវាអញ្ចឹងហ្មងឯដែលសង្កេតមើលគឺពួកអាដើមប្រយោគនេះដែលគ្រូប្រាប់ថាបើសិនជាយើងចេះពួកក្រុម verb to be ដឹងថាទម្រង់ពួកវាមានប៉ុន្មានហើយគេប្រើវាអីខ្លះហើយដែលគ្រូសង្កេតមើលគឺពួក2025នេះភាគច្រើនដូចជាអានេះគឺជាទម្រង់អាពេលនេះគឺជាទម្រង់past simple គឺរតកាល
យើងឃើញទេអានេះគឺជាទម្រង់ទី2របស់ C ហើយនេះ was មើលត្រង់ហ្នឹងមានន័យថាវាជាទម្រង់អតីតកាលគឺវាមាន2អតីតកាលតាក់ទងនឹងអ្វីដែលគេថា past simple ហើយនិង past perfect past perfect sorry past perfect ភាគច្រើនគឺវាប្រើនៅទម្រង់ទី3មែនទេយើងត្រូវដឹងទម្រង់ទាំង5របស់កិរិយាទៀតចឹងមិននេះ broken មានន័យថាជាទម្រង់ទី3ហើយអានេះ break មានន័យថាជាទម្រង់ទី1អានេះ breaks ក៏ទី1ដែរតែសម្រាប់អីគេគឺបុគ្គលទី3ដែលជាម្នាក់ឯងជាឯកវចនៈដែលវាខុសគ្នាជាមួយនឹងនាមអញ្ចឹងពាក្យ broke គឺអ្វីដែលបកប្រែមកគឺបានបែកបាក់វាជាទម្រង់ទី2របស់កិរិយាអញ្ចឹងទម្រង់ទី2ទៅនៅជាមួយទម្រង់ទី2ដូចគ្នាអញ្ចឹងត្រង់នេះគេដាក់ថា broke មិនមែន broken មិនមែន break ក៏មិនមែន breaks broken ភាគច្រើនវាជាទម្រង់ទី3បើចង់សង្កេតត្រូវមើលថាពាក្យអាត្រង់នេះដែលគេឲ្យដាក់ហ្នឹងមាន have អត់មាន have ឬក៏មាន been ទេទម្រង់ទី3យើងដឹងហើយបើអត់មាន have ឬក៏ had បើអត់មានអីទេអញ្ចឹងយើងត្រូវដាក់ទម្រង់ទី2ព្រោះអីដើមប្រយោគមកគឺឃើញហើយអានេះគឺគេទាមទារឲ្យយើងចេះpast simple ទម្រង់ past simple បែបណាឥឡូវចូលអាទី3អញ្ចឹងអាទី3គេអានថា the new bridge អីគេ before the end of next month យើងមើលអេសង្កេតមើលគឺនេះ next month ទម្រង់អនាគតប៉ុន្តែយើងមើលក្នុងនេះបើសិនជាយើងធ្លាប់រៀនfuture simple អត់ទៅឃើញ will មានន័យថាតើតអនាគតប៉ុន្តែត្រង់នេះមាន will ដល់2អញ្ចឹងយើងត្រូវរើសមួយណា is completed ក៏មិនមែន complete ក៏មិនមែនព្រោះអីគេពងនិយាយពីអនាគតហើយយើងត្រូវមើលឲ្យដឹងថាប្រយោគនេះគឺជាពួកអីគេ passive voice គឺគេយកពួកកម្មបត្តិយកមកលើកជាប្រធានព្រោះគេអត់ខ្វល់ថានរណាធ្វើទេគឺគេសំដៅគេចង់និយាយអំពីអ្នកដែលទទួលលទ្ធផលទទួលសកម្មភាពអញ្ចឹងវាជានាមអ្នកទទួលសកម្មភាពមិនមែនតម្រូវតើជាមនុស្សជាសត្វទេវត្ថុក៏បានដែរអញ្ចឹង the new bridge ហើយយើងសង្កេតត្រូវដឹងថាទម្រង់ passive voice អីគេភាគច្រើនគឺវាមាន be ជាមួយនឹង verb to be ជាមួយនឹងកិរិយាទី3ទម្រង់កិរិយាទី3ឃើញអត់វាអត់ទៅណាឆ្ងាយពីពួក verb to be ហើយនិងពួកទម្រង់ទាំង5នៃកិរិយាទេអញ្ចឹង will complete ក៏មិនមែនព្រោះអីគេកំពុងនិយាយគេប្រយោគ passive voice ព្រោះដើមប្រយោគគេយកកម្មបត្តិមកដាក់អញ្ចឹង complete នេះគូសចោលទៅវាមិនមែនទេគេមិនបាននិយាយអំពី present simple ទេហើយអានេះក៏គេមិនបានយកពួកទម្រង់ future simple ដែរគឺគេយកទម្រង់ពួក passive voice យើងមើលដល់ហើយ is complete ក៏មិនមែនព្រោះអី is complete មានន័យថាវាបានវាតកតងនឹងអ្វីដែលបានធ្វើហើយវានឹងបច្ចុប្បន្នអញ្ចឹងណាមួយ is complete be ជាមួយនឹងទម្រង់ទី3នៃកិរិយាវានឹងមួយគ្នាស្រាប់ហើយអញ្ចឹងធ្វើម៉េចពាក្យ next month គេប្រាប់ថា passive voice វាគ្រាន់តែវាដូចពួកការទាំង12អញ្ចឹងវាស្មើនឹងទម្រង់ future អញ្ចឹង future ត្រូវតែមានអីគេមាន will ហើយ passive voice វាត្រូវតែមានគូវាស្រាប់ be ជាមួយនឹងកិរិយាទី3អញ្ចឹងត្រូវយក a will be complete នេះបានត្រូវរបស់គេភាគច្រើនគេដាក់មកដូចបោកយើងបឆោតយើងបើមិនយើងអត់ដឹងថាទម្រង់បែបណារូបមន្តនៅការប្រឡងក៏វាសំខាន់ដែរឥឡូវចូលអាទី4ម្ដងផ្លេចបកប្រែអានេះគេបកប្រែថា I was going to គឺខ្ញុំកំពុងតែបំរុងនឹងរៀបចំបោកខោអាវអីហ្នឹង washing ប៉ុន្តែ
ម៉ាស៊ីនគឺវាត្រូវបានខូចអានេះក៏ពាក្យ break down នេះវាជា phrasal verb ដែលវាប្រើមួយគ្នាគឺមានន័យថាខូចអានេះក៏គេប្រាប់ថាយើងត្រូវចេះពួក phrasal verb ដែរព្រោះអីពាក្យខ្លះបើសិនជាវាប្របែកទៅគឺវាបកប្រែផ្សេងពេលនៅមួយគ្នាគឺបកប្រែផ្សេងឥឡូវចូលទី4 Several trees fell down last night អីគេចុច the strong ឈប់អានេះគេអានថាម៉េច Wing rewind group plate wind អូខេគេប្រាប់ថា several នេះគឺ2 3វាអក្សរច្រើនទេមានដើមឈើបានដួលកាលពីយប់មិញមានដើមឈើ2 3ដើមបានដួលកាលពីយប់មិញទៅសារអីត្រង់នេះយើងគួរដឹងថាគេត្រូវការអីពាក្យពីព្រោះឬក៏ដោយសារមែនទេ the strong wind តែយើងមើលនេះយើងត្រូវដឹងថាក្រុមពាក្យនេះគេប្រើមិន because so since because of because បើសិនជាយើងធ្លាប់រៀនគឺគេប្រាប់ថាវាពាក្យបន្តពីវាត្រូវតែជា clear យើងត្រូវដឹងថាមិនមែន clear ជាប្រយោគពេញលេញក៏បានប្រយោគពេញលេញក៏បានពាក្យ so ភាគច្រើនគឺគេប្រើបន្តពីពួកវាគឺជាអ្វីដែលជាលទ្ធផលប៉ុន្តែលទ្ធផលយើងដឹងហើយថាវាបានដួលយប់មិញតែគេគាត់ចង់ដឹងមូលហេតុអញ្ចឹងអត់តាក់ទងនឹងពាក្យ so ទេ sin គឺចាប់ពីត្រង់នេះក៏វាអត់មានតាក់ទងដែរបើសិនយើងដឹងថាអត្ថន័យពាក្យពួកក្នុងនោះមានន័យថាម៉េចគឺគេចង់ដឹងមូលហេតុប៉ុន្តែអីដែលយើងត្រូវប្រយ័ត្ននេះគឺអាពីរនេះ because ហើយនិង because of យើងត្រូវចាំថា because តាមដោយប្រយោគប៉ុន្តែត្រង់នេះអ្នកគ្រូប្រយោគដែលតែ3ម៉ាត់អានេះគេមិនហៅប្រយោគទេគេហៅថាក្រុមនាមគេហៅថា clear នាមប្រយោគត្រូវតែមានគេថាប្រយោគត្រូវតែមាននាមហើយនិងកិរិយាអ្នកធ្វើសកម្មភាពពេញលេញក៏បានមិនពេញលេញក៏បានតែសំខាន់ឲ្យតែមាននាមហើយនិងកិរិយាគេហៅថាប្រយោគអញ្ចឹងធ្វើម៉េចយើងត្រូវដឹងទៀតថា because of គឺជាក្រុមពួកគេមកជាគូតាមវាគឺជានាមក៏បានក្រុមនាមក៏បានអញ្ចឹងត្រង់នេះគឺគេដាក់ C because of មិនមែន because ក៏មិនមែន FC ណាគឺអា C ហ្នឹងឯងគឺវាតាមដែលក្រុមនាមយើងដឹងហើយដែល the បើយើងដឹងថាអ្នកគ្រូមិនដឹងថាមួយណានាមបើសិនជាដឹងថាពាក្យនឹងនាមទៅយើងត្រូវមើលពួកនៅមុខវាមាន earn the អត់ពាក្យច្រើនឲ្យតែពួកវានៅជាមួយបន្តពីវាជាពាក្យអីគឺភាសាគឺវាជានាមឃើញទេដែលគេទាមទារឲ្យយើងរៀនពួក passive ទាំង8ឥឡូវចូលទី5ម្ដង If souvenirs weren't so expensive are you gay many more អានេះគឺថាវាជាតម្រងពួក conditional គេថាលក្ខខណ្ឌទី2ដឹងថាមិនដឹងថាលក្ខខណ្ឌទី2ហើយលក្ខខណ្ឌទី2ហ្នឹងមិនភាគច្រើនណាលក្ខខណ្ឌទី2គឺគេប្រើពួកតម្រង past ហ្នឹងឯងឯដែលសង្កេតមើលគឺអានេះ weren't ឃើញទេ weren't តើតើនឹង verb to be ទៀតហើយយើងដឹងថាតម្រងហ្នឹងគឺជាតម្រងអីគឺអតីតកាលប៉ុន្តែវាជាតម្រងបដិសេធភាសាគេតែងតែដាក់ពួកវាកាត់ពួកវាមិនអញ្ចឹងភាគច្រើនដែលគេឃើញ if ហើយគឺជាតម្រងពួក conditional ហើយគឺជាតម្រងលក្ខខណ្ឌមានលក្ខខណ្ឌហើយគឺបន្ទាប់មកគឺជាលទ្ធផលហើយយើងដឹងថារូបមន្តរបស់វាគឺនៅពេលដែលឃើញតម្រងអតីតកាលហើយត្រង់នេះគេមិនមែននិយាយពីអតីតកាលគឺគេសំដៅអតីតកាលដែរប៉ុន្តែសំដៅលើអ្វីដែលវាឥឡូវនេះគឺវាអត់បានកើតបែបហ្នឹងទេព្រោះឥឡូវហ្នឹងគឺវត្ថុអនុស្សាវរីយ៍ហ្នឹងគឺវានៅតែថ្លៃគេនិយាយថាបើវត្ថុអនុស្សាវរីយ៍មិនថ្លៃទេខ្ញុំនឹងទិញវាច្រើនព្រោះត្រង់នេះគេដាក់នេះ may buy bought will buy would buy បើសិនយើងធ្លាប់រៀនពួក conditional យើងដឹងហើយថារូបមន្តពួកវាជាក្រុមពួកអតីតកាលអញ្ចឹង would
គឺជារដ្ឋការរបស់ will ចឹងយើងកាត់ចេញមកមេយើងអត់ដាក់ទេព្រោះអីតម្រងពួកវាភាគច្រើនគឺរូបមន្តគឺ if បូកនឹង past would ហើយនឹងពួក verb ហើយយើងដឹងហើយថាពួកក្រុមដែលតាមដោយពួក modal verb ភាគច្រើនគឺជាទម្រង់កិរិយាទី1ហើយអានេះចុះបើសិនជាបកប្រែថាដាក់ may by បានអត់កន្លែង a នេះបើសិនជា may by បើសិនជាបកប្រែខ្មែរយើងមកខ្ញុំអាចនឹងទិញច្រើនត្រូវតែស៊ីគ្នាតាប៉ុន្តែអង់គ្លេសគេអត់ប្រើចឹងទេយើងត្រូវដឹងទម្រង់គេឲ្យរូបមន្តមកបើយើងដឹងថាវាជាទម្រង់ second conditional ហើយគឺយើងត្រូវដាក់អីគេនេះ d នេះព្រោះអីយើងដឹងរូបមន្តវាមាន would buy is souvenirs weren't so expensive I would buy many more បើសិនជាវាថ្លៃទៅខ្ញុំនឹងទិញវាច្រើនព្រោះវាជាទម្រង់យើងគិតអីចឹងណាតែឥឡូវគឺយើងអាចបានទិញវាច្រើនទេដោយសារវាថ្លៃតើយើងរៀនពួក conditional ថាទម្រង់នីមួយៗដែលគេប្រើហ្នឹងគឺគេប្រើសំដៅលើអីឥឡូវយើងមកមើលពួក vocabulary ម្ដងពួកក្រុមពាក្យអានេះគឺតកតងនឹងពាក្យបើយើងចេះក្រុមពាក្យចេះពាក្យដែលគេដាក់ឲ្យគឺវាល្អឥឡូវយើងមើលនេះតែមិនមែនចេះតែពាក្យចេះពាក្យមានន័យថាចេះបកប្រែទៅដឹងថារបៀបនៃការប្រើរបស់គេនឹងវាមិនខ្លះហើយយើងមើលនេះទី1គឺគេដាក់ឲ្យហើយយើងមិនបាច់ចាំទៅមើលនៅខាត់ពេកនោះយើងចាប់ដើមពីគេឲ្យធ្វើហ្មងយើងមើលនេះទី1គេអានថា according to the weather អីគេចុច will be is there whether there will be rain tomorrow ឃើញទេ B ទៀតទេ B ជាមួយ there is there are ចាំទេគឺមានន័យថាបកប្រែមកគឺយោងតាមអាកាសយោងតាមការព្យាករណ៍អាកាសធាតុនឹងមានភ្លៀងថ្ងៃស្អែកតែគេដាក់យោងតាមចុចអាកាសធាតុមានភ្លៀងធ្លាក់នៅថ្ងៃស្អែកយើងត្រូវមើលពាក្យពាក្យនេះគេអានថា program ពាក្យនេះគឺបកប្រែមកគឺកម្មវិធីមានន័យថាកម្មវិធីទូទៅកម្មវិធីវិទ្យុឬក៏អីមួយអញ្ចឹងបើនិយាយគឺនិយាយពីកម្មវិធីអញ្ចឹងបកប្រែមកបើសិនជាយកវាទៅដាក់យោងតាមកម្មវិធីទូទៅឬក៏វិទ្យុអាកាសធាតុនឹងមានភ្លៀងថ្ងៃស្អែកវាសមអត់គឺសមសម្រាប់អត្ថន័យខ្មែរប៉ុន្តែមិនមែនជាអត្ថន័យអង់គ្លេសទេអានេះគឺជាក្រុមពាក្យដែលវាប្រើរួមគ្នាអញ្ចឹងអានេះអរេពាក្យឈប់ពាក្យខ្លះគ្រូអត់ដែលជួបអត់សូវបានជួបគ្រូអត់ថាអានមិនសូមប្រាំផ្លែសូមឲ្យវាអានស្ដាប់តិច profit okay oh sorry មិនអូយឆ្ងល់គូខអានេះ survey មានន័យថាការស្តង់មតិនិងការសិក្សាស្តង់មតិរបៀបថាការស្រាវជ្រាវការប្រមូលអំពីមតិពីមនុស្សច្រើនអញ្ចឹងនៅពេលដែលយើងចង់ព្យាករណ៍អាកាសធាតុយើងទៅសួរពីមតិគេអញ្ចឹងអត់ទេគូវាចោលហើយនេះ forecast បើប្រាមកគឺការព្យាករណ៍បើជាទូទៅបើគេនិយាយពីការព្យាករណ៍គឺគេនិយាយថា weather forecast អញ្ចឹងមានន័យថាវាជាជំរើស C គឺ according to a weather forecast there will be rain tomorrow មានន័យថាយោងតាមការព្យាករណ៍អាកាសធាតុនឹងមានភ្លៀងថ្ងៃស្អែកគឺយើងត្រូវចេះពាក្យ
ព្រោះគេប្រាប់ហើយគឺកន្លែងនេះគឺគេឲ្យដាក់អីគឺពាក្យមែនអត់អញ្ចឹងយើងត្រូវចេះពាក្យបើសិនជាដឹងពីការបកប្រែគឺចប់ហើយតែយល់ថាអត្ថន័យនៃពាក្យហ្នឹងគេប្រើមិនអង់គ្លេសហើយចាំមិនមានដាក់ information គឺគេនិយាយអំពីព័ត៌មានតាក់ទងនឹងអ្វីមួយគេហៅទិន្នន័យព័ត៌មានអញ្ចឹងណាអញ្ចឹងនៅពេលយើងចង់និយាយពីតាក់ទងនឹងអាកាសធាតុយើងទៅព័ត៌មានមកពីណាមែនទេអរិយគឺគេព្យាករអញ្ចឹងពាក្យណានេះ forecast ការព្យាករអាកាសធាតុឥឡូវមកនេះម្ដងទី2 how much do they ចុច for cleaning your room មានន័យថាគេចង់ដឹងថាអីគេប្រមាណសម្រាប់តើពួកគេត្រូវការប្រមាណសម្រាប់អីគេសម្រាប់បន្ទប់តែយើងមកមើលពាក្យដែលគេឲ្យយើងជ្រើសរើសពាក្យ cost ភាគច្រើនគឺវាគេចង់និយាយអំពីអ្វីមួយឬក៏វត្ថុឬក៏អ្វីមួយមានតម្លៃប្រមាណប៉ុន្តែអីដែលគេចង់ដឹងថាសម្រាប់សកម្មភាពដែលគេធ្វើសម្រាប់បន្ទប់ឲ្យយើងហ្នឹងគឺគេគិតតម្លៃប្រមាណអញ្ចឹងយើងដាក់ពាក្យអីត្រូវការបើសិនជាយើងបកប្រែមកគឺវាខ្វះពាក្យត្រូវការអញ្ចឹងយើងដឹងថាពាក្យ need ត្រូវការអញ្ចឹងយើងប្រើពាក្យ need ទៅស៊ីជាមួយភាសាខ្មែរអាហ្នឹងអង់គ្លេសគេប្រើអញ្ចឹងទេអញ្ចឹងយើងប្រើមិនវិញនេះគឺវាទាក់ទងនឹងតម្រូវការភាគច្រើនគឺភាគច្រើនគេប្រើក្នុងតម្លៃឯងវាថាតម្រូវការជាសកម្មភាពឬក៏ជាអីយើងត្រូវរៀនថាពាក្យ need ហ្នឹងគឺគេតម្រូវការហ្នឹងត្រូវការហ្នឹងមានន័យថាម៉េចមិនអាចយកពាក្យខ្មែរយើងទៅនេះបានទេណាហើយចាអា C demand វាបកប្រែមកគឺទៀមទានេះគឺតកតងនឹងអាវាថាទៀមទាអ្វីមួយអញ្ចឹងណាតែនេះគឺគេសួរថាតម្លៃដែលគេសម្រាប់បន្ទប់យើងនេះមែនគឺ C charge គឺគិតថ្លៃបកប្រែគឺគិតថ្លៃមានន័យថាគិតថ្លៃពីអតិថិជនណាអញ្ចឹងគេចង់ដឹងថាម្នាក់ហ្នឹងគឺគិតថ្លៃពីយើងមែនគឺពាក្យ charge អញ្ចឹងបានជា according to the with sorry មិនបានទៅតែអានោះរហូតជប់ how much do they charge for cleaning your room តើពួកគេគិតថ្លៃប៉ុន្មានសម្រាប់ការសម្អាតបន្ទប់របស់អ្នកអានេះពាក្យអង់គ្លេសភាគច្រើនគឺអត្ថន័យវាស្ដីគ្នាសំខាន់យើងនេះដឹងថាពាក្យមួយគេប្រើមិនពួកវាប្រើក្នុងស្ថានភាពអីភាគច្រើនវារួមនៅនឹងអីគេគ្រូនិយាយត្រង់គ្រូអត់សូវចង់ធ្វើវាហ្មងទេព្រោះអីគ្រូមានអារម្មណ៍ថាធ្វើទៅគ្នាយើងអាចយល់ឡើងបើវាតកតងនឹងឲ្យយើងរៀនដដែលហ្នឹងអញ្ចឹងយើងយកពេលហ្នឹងទៅចំណាយពេលរៀនល្អជាងឥឡូវជួយនេះម្ដងThe restaurant service are bad, so we should write again. To the manager. បើប្រើមកគឺមានន័យថាសេវាកម្មរបស់ភោជនីយដ្ឋានគឺអត់ល្អទេដូច្នេះយើងគួរតែសរសេរគេទៅកាន់អ្នកគ្រប់គ្រងយើងមកមើល complaint ដល់នេះមានន័យថាបណ្ដឹងឬការតវ៉ាបើសិនជាអ្នកធ្លាប់ធ្វើការខាង service ដឹងហើយថាពាក្យហ្នឹងមិនហើយនេះ information ព័ត៌មានទិន្នន័យយើងគួរដាក់វាអត់ហើយនឹង message សារ essay អត្ថបទយើងត្រូវដឹងថាពាក្យដែលមុនគេឲ្យយើងជ្រើសរើសហ្នឹងមានន័យថាម៉េចមិនមែនយើងគាត់តែចង់ដឹងថាពាក្យណាគួរដាក់ក្នុងប្រយោគហ្នឹងបានទេណាឥឡូវ complaint គឺបណ្ដឹងតវ៉ាវាគឺជានាមតវ៉ាឬក៏ប្តឹងអំពីបញ្ហាដែលយើងអត់ពេញចិត្តយើងគួរដឹងថាដាក់ពាក្យណាគឺ complaint ហ្នឹងឯងតែចុះ B ចុះមិនដាក់ B វាតើតើនឹងព័ត៌មានគឺយើងអាចនិយាយវាថាតើតើនឹងព័ត៌មានទេសចរព័ត៌មានបន្ថែមឬក៏ព័ត៌មានផ្ទាល់ខ្លួនពីយើងគេហៅថាដូចជាទិន្នន័យអញ្ចឹងហើយណាមួយ information គឺគេមិនអាចប្រើជាមួយបានទេវាជាអ្វីដែលរាប់មិនបានអាហ្នឹងគឺរំលងមួយចុះmessage អាចប្រើជាមួយបានប៉ុន្តែភាគច្រើនគឺគេនិយាយពីសារ
xa ấy các bạn cứ ở sông cao tha tôi chia xa ấy để tôi nó bài nhà rồi có những cô tôi tại prap cái ở đây chắc ấy sẽ anh ấy cứ vì chị à tập bảoตั้งแต่สิกđầyไม่แน่ถ้าอ่ะtập bảo làจะxâyสำหรับการศึกษาแล้วก็ประโยชน์ประเทศบอลนามวยđã biết ban ởบางทีtrongจะ xây อ่ะtập bảo แต่ตรงนั้นเกสวียังอ๋ออันนั้นแต่ยังต้องทับปีตรงนั้นเกปราไม่คลามันจัง complain อยู่ complain เองจัง the restaurant service are bad so we should write a complaint to the manager bị complaint เพราะอะไรพี่เจียเกยาได้อะอะไรจอที่บน most people in the town again judge the idea of clean and green city ไม่แน่ทางมนุษย์เพชรจ้าหรือกับประชาชนเพชรจ้าในขนมตีกรองก็ได้เกี่ยวกับในตีกรองหนึ่งใบตองยังมือเปีย support ดังทำมวยนายคือเอนั่งไง support คือคอมโตรปอนใต้ยังมือเปียเซ็งๆบางส่วนยังดังยังปัญญาถ้าเปียเซ็งๆก็วิซีอยู่มวยดิจิเปีย agree คือโยลโปรจังไม่ถ้าเกี่ยวกับบงสนาวเอาทั่วไอเตะตรงนึงตีกรองเองจัง agree โยลโปรดูสอบก็วิซีเนี่ยប៉ុន្តែគេអត់ប្រាណចឹងយើងត្រូវដឹងពីប្រភេទពាក្យ agree វាស្មើនឹងយល់ស្របវាសមជាមួយនឹង idea ត្រង់នេះក៏មាន idea ប៉ុន្តែវាសដៅលើអីដែលវាជាបញ្ហាឬក៏រចនាសម្ព័ន្ធរបស់វាគឺគេអាចប្រើវាជាមួយពាក្យ agree មិនអាចប្រើជាមួយនឹងនាមដែលផ្ទាល់បានទេវាភាគច្រើនគឺវាត្រូវតាមដោយពួក conjunction ពួកភ្ជាប់ដូចជាពាក្យពួក with ពួកអីអស់ហ្នឹង with ជាមួយអ្វីឬក៏ភាគច្រើនគឺវាត្រូវតែមានអីមកភ្ជាប់ប៉ុន្តែវាអត់មានទេត្រង់នេះគឺវាចុចហើយគឺវាដាក់នាមមកបដ ாய் គឺ the idea ព្រោះឯនាមមិនមែនមានតែពាក្យមួយម៉ាត់ទេគឺវាអាចមកជាគូអញ្ចឹងក៏វាស្មើនឹងនាមតែមួយដែរអញ្ចឹងយើងអាចនិយាយថា most people in the town support this idea support the idea of clean and green city ហើយចប់អានេះ believe ជឿយើងអាចថាមនុស្សដែលនៅក្នុងទីក្រុងហ្នឹងគឺគាត់ជឿទៅលើគំនិតដែលធ្វើឲ្យទីក្រុងស្អាតហើយនឹងមានពណ៌បៃតងវាស្រីនេះអត់ស្រីគ្នាប៉ុន្តែអង់គ្លេសគេអត់ប្រើគឺ believe គេប្រើភាគច្រើនទៅនឹងអ្វីដែលទៅនឹងការជឿប៉ុន្តែអីដែលគេឲ្យមកយើងនេះគឺគេចង់ប្រាប់ថាមនុស្សគឺមានការគ្រប់គ្រងទៅលើគំនិតហ្នឹងហើយចានេះ approve គឺយល់ព្រមឬក៏អនុម័តពាក្យហ្នឹងភាគច្រើនប្រើនៅក្នុងការងារគឺវាថាមនុស្សបើសិនជាគេសួរមតិព្រោះមើលទៅវាស៊ីគ្នានិយាយទៅពាក្យអង់គ្លេសបើសិនជាគិតជាខ្មែរបើសិនជាយកខ្មែរជាគោលបកប្រែគឺវាស៊ីគ្នាយើងអាចងាយច្រឡំព្រោះអីគេយកពាក្យមកស្តីគ្នាដើម្បីបោកយើងហ្នឹងឯងបើយើងអត់ចេះពាក្យទេការចេះពាក្យមិនមែនចេះបកប្រែចាំគឺចេះអត្ថន័យនិងរបៀបប្រើពួកវាហើយភាគច្រើនពួកវានៅជាមួយក្រុមអីអង់គ្លេសគឺអញ្ចឹងចឹងអត់ជាគ្រូអត់ចង់គ្នាយើងមកអង្គុយមើលពួកវាមិនមែនទេបើអាចរៀនបដ ாய் យកពេលរៀនល្អជាងតែអត់អីទេក្រុមពួកវាគ្រូនឹងដាក់ជាការអានឲ្យគ្នាយើងចេះពាក្យក្នុងហ្នឹងបើសិនជាគេចេញពួកតេតងស្តីគ្នាអង់គ្លេសគឺគេប្រើពាក្យដែរហ្នឹងគេអត់ទៅណាឆ្ងាយទេគាត់ថាយើងទៅតែចាប់គោលដែលគេឲ្យយើងមើលឲ្យបានអញ្ចឹងមានថា approve ក៏មិនកើតដែរគឺវាតេតងនឹងអ្វីដែលយើងស្នើសុំអីមួយចឹងពិចារណានៅកន្លែងការងារដែលគេថា may approve sorry approve អីអស់ហ្នឹងគ្រូឧស្សាហ៍លើគេនិយាយអនុម័តការងារដែលគេស្នើទៅថ្នាក់លើអីចឹងណាឥឡូវយើងមកទី5ចង់បញ្ចប់ម្ដង Please confirm your reservation អ៊ីនីគេ
in ត្រង់នេះមិនមែនបកប្រែថាក្នុងទេណាភាគច្រើនយើងត្រូវដឹងទៀតថា in នេះគេប្រើមិនពេលខ្លះវាស្មើនឹងពាក្យជាចឹងត្រង់នេះមានន័យថាសូមធ្វើការអូយឈប់សិនសូមធ្វើការបញ្ជាក់ការកក់របស់អ្នកជាគេជា writing ការសរសេរឬក៏ជាពាក្យជាសម្បត្តិឬក៏ជាกระดาษចម្លើយត្រឹមត្រូវវាគឺនេះ writing មិនបាន writing គឺការសរសេរត្រង់នេះគឺវាជានាមអានេះគឺគេត្រូវការដឹងថាយើងចេះពួកពាក្យថេដែលគេហៅថា fixed expression គឺក្រុមពាក្យថេដែលគេប្រើជាគូមកស្ថានភាពហ្នឹងគឺបើសិនជាគេចង់សម្ដៅលើអីមួយគឺគេប្រើពួកវាជាគូមកអង់គ្លេសវាចូលចិត្តណាស់ដូចជាមាន phrasal verb ហើយនឹងអាពាក្យផ្សំហើយនឹងអានេះទៀត fixed expression នេះហើយចុះយើងអាចទៅ say word បានអត់ a word វាទៅនឹងពាក្យតែគេអត់ដាក់ថា invert ទេបើសិនជា invert មានន័យថាឲ្យយើងទៅ say ជាពាក្យអញ្ចឹងយើងចង់ say ពាក្យអីក៏បានបើសិនជាដាក់ទៅវាស៊ីគ្នាប៉ុន្តែអង់គ្លេសគេអត់ប្រើអញ្ចឹងគេត្រូវព្រោះអីគេមានទម្រង់ដែលគេប្រើពួកវាស្ថានភាពនឹងស្រាប់ហើយគឺ in writing គឺជាការសរសេរអ្វីមួយអញ្ចឹងណាជាដូចថាលាយលក្ខណ៍អក្សរបើសិនជាពាក្យផ្លូវការមែនអត់ចុះស៊ីដាក់ letter បានអត់ទៅដល់សម្បត្តិអញ្ចឹងនៅពេលដែលយើងបញ្ជាក់អីយើងទៅសរសេរសម្បត្តិឲ្យគេមែនយើងគិតចេះវិញហើយសម័យឥឡូវគឺភាគច្រើនវាតទៅនឹងមាន email មានអីចឹងទៅសរសេរជាសម្បត្តិគឺអត់ទេតទៅនឹងការប្រើជាថេហ្មងគឺគេប្រើ in writing សម្រាប់តទៅនឹងអ្វីដែលបញ្ជាក់អញ្ចឹងចាស់ paper ជាกระดาษបានអត់กระดาษឬក៏ឯកសារគឺគេអត់និយាយថា confirm your reservation in paper ទេអត់ទេបើសិនជាអញ្ចឹងគឺគេសដៅលើទម្រង់กระดาษតែនេះគឺអត់គឺគេចង់ឲ្យយើងទៅសេប្រាប់បញ្ជាក់ថាយើងចង់បានបែបណាបញ្ជាក់គេបើប្រសាក៏ប្រសាទៅបើយល់ព្រមក៏អូខេទៅគឺធ្វើម៉េចជួយ in writing ហ្នឹងឯងគឺ A មើលដល់នេះគឺយើងយល់ខ្លះអត់ឯដែលសំខាន់បំផុតគឺរៀនឲ្យដឹងថានៅពេលដែលគ្រូបញ្យល់ថាអ្វីជា verb to be អ្វីជា passive voice conditional ពួកកាលពួកអីបើសិនជាយើងធ្លាប់រៀនពួកអស់ហ្នឹងមកហើយពេលដែលគ្រូបញ្យល់គឺយើងអាចនឹងនឹកឃើញនៅខ្លួនឯងមកហើយពួក essay នេះគឺគ្រូឲ្យបានដាក់ក្នុងនេះទេព្រោះអីវាតទៅនឹងយើងចេះពាក្យចេះទៅសេអត់បើសិនជាយើងអត់ចេះទេគ្រូបញ្យល់ទេក៏នៅតែអត់យល់ដែរនេះគឺអង់គ្លេស